ឆ្ងាញ់ម្ល៉េះ មុខម្ហូបដែលមានរសជាតិឆ្ងាញ់ប៉ុន្តែកម្រនឹងធ្វើវាមុខនេះគឺមមតែសម្រាប់ចិត្តថាធ្វើនឹងគឺគិតចាដងខ្លាំងមែនទែនទី1ដោយសារតែខ្លាចនឹងឆ្លាក់ឆ្អឹងនឹងតែម្ដងដោយសារត្រីនឹងគឺមានឆ្អឹងច្រើនមែនទែនអញ្ចឹងមួយឆ្នាំអីសូមជួបតែ2ដងឬក៏ម្ដងអីទៅបានហើយព្រោះมันអាចនឹងទ្រាំទ្រជាមួយនឹងឆ្អឹងនឹងទេខ្ញុំអត់ចូលចិត្តញ៉ាំប្រភេទត្រីដែលមានឆ្អឹងច្រើនទេទាំងអស់គ្នាហើយត្រីមួយនឹងគឺជាប្រភេទត្រីឆ្ពិនត្រីនឹងឆ្អឹងច្រើនមែនទែនតែបើថារសជាតិវិញគឺតានីមកឆ្ងាញ់តែម្ដងអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំទិញបានត្រីស្ពិនមួយដែលមានទម្ងន់ដល់7ខាំកន្លះអ្នកទាំងអស់គ្នាហើយនិយាយពីថាធំមែនតែនតែម្ដងហើយគេលក់ក្នុងតម្លៃ1គីឡូ 10000 អញ្ចឹងអស់ 7500 អ្នកទាំងអស់គ្នាអញ្ចឹងក៏សម្រាប់ចិត្តទិញយកមកស្លតែម្ដងថ្ងៃនេះគឺខ្ញុំយកវាមកស្ងោរជ្រក់អ្នកទាំងអស់គ្នាហើយម្ដងនេះមិនសង្ឃឹមថាបានញ៉ាំសាច់វាទេខ្ញុំគ្រាន់តែចង់ស្ងោរជ្រក់ដើម្បីហត់ទឹកស្លរបស់វាទេតែក៏មិនមានន័យថាស្លហើយគឺស្រង់សាច់ចោលអ្នកទាំងអស់គ្នាគឺញ៉ាំតែទាំងអស់ហ្នឹងគ្រាន់តែថាញ៉ាំបានតិចតែត្រូវតែព្យាយាមញ៉ាំឲ្យបើសាច់វាវិញគឺផ្អែមយកតែម្ដងប្រភេទសាច់ត្រីហ្នឹងហើយពិបាកអ្នកទាំងអស់គ្នានៅពេលដែលយើងរស់នៅក្នុងខេត្តដែលមានប្រភេទត្រីច្រើនមុខអញ្ចឹងយើងត្រូវតែញ៉ាំវាឲ្យទោះបីចង់ឬមិនចង់ក៏ដោយបើសិនជាអត់សូវឃើញគឺយើងអត់មានអារម្មណ៍ថាចង់ញ៉ាំទេប៉ុន្តែនៅពេលដែលយើងដើរផ្សារទៅឃើញគេលក់ពោះពីច្រើនពេកយើងក៏ត្រូវតែចាប់អារម្មណ៍វាហើយនឹងទិញវាយកមកស្លដែរហើយបើនិយាយពីសម្លមួយមុខហ្នឹងវិញបើសិនជាស្លបងគ្រឿងលើសលុបពេកក៏អត់ឆ្ងាញ់ណាស់ណាដែរខ្ញុំអត់សូវចេះញ៉ាំទេខ្ញុំស្លបងគ្រឿងល្មមដូចបើខ្ញុំស្លនឹងអញ្ចឹងហើយហ្នឹងក៏ជាមូលហេតុដែលខ្ញុំស្លចំណាយពេលត្រឹមតែ10ទៅ15នាទីតែប៉ុណ្ណោះអ្នកនរគ្នាយ៉ាងខ្លាំងគឺ20នាទីនឹងឯងអញ្ចឹងស្លរបស់ខ្ញុំមួយឆ្នាំហ្នឹងគឺរួចរាល់ហើយអ្នកនរគ្នាបានឃើញស្រាប់គឺអត់មានបងអីច្រើនទេទីបញ្ចប់ហ្នឹងគ្រាន់តែច្បាច់ក្រូចឆ្មាហើយគឺស្លនឹងឆ្ងាញ់បាត់ទៅហើយអ្នកនរគ្នាជាពិសេសដោយសារតែរសជាតិត្រីហ្នឹងគឺយើងងាយស្រួលនឹងដាក់គ្រឿងមែនទែនដាក់តែអំបិលស្ករប៊ីចេងម្សៅស៊ុបអីហ្នឹងគឺឆ្ងាញ់តែម្ដងអញ្ចឹងសម្លរបស់ខ្ញុំគឺរួចរាល់ហើយគឺដួសដាក់ចានរៀបចំញ៉ាំតែម្ដងនិយាយពីថាគ្រាន់តែឃើញទឹកស្លហ្នឹងគឺដឹងថារសជាតិស្លហ្នឹងគឺបែបណាហើយពណ៌ទឹកស្លជាមួយនឹងសាច់ត្រីហ្នឹងគឺវាមើលទៅគួរឲ្យញ៉ាំតែម្ដងអញ្ចឹងចំពោះសម្លមួយចាននេះបើសិនជាយើងញ៉ាំវាតែឯងគឺមានអារម្មណ៍ថា lonely ពេកអញ្ចឹងដៃគូដែលត្រូវញ៉ាំទៅស៊ីចង្វាក់គ្នាជាមួយនឹងស្លមួយហ្នឹងគឺទឹកត្រីម្ទេសហ្នឹងឯងអ្នកនរគ្នាហើយថ្ងៃហ្នឹងគឺខ្ញុំមានជាមួយនឹងត្រីចៀនមួយមុខទៀតណាអ្នកនរគ្នាអញ្ចឹងចំពោះមកពេលហ្នឹងគឺសុំឆ្ងាញ់ឲ្យអស់ដៃតែម្ដងហើយចាំត្រូវការសម្រក់អីហ្នឹងគឺសម្រក់តាមក្រោយទៅញ៉ាំហ្មង so let's start ជាមួយនឹងស្លរបស់ខ្ញុំវិញណាគេស្លឆ្ងាញ់ម្ល៉េះអូនយកសាប់ព្រាញ៉ាំហ្មងទៅអូនស្លមកព្រាអីเราตักมาใส่กินแล้วกันเอากำลังมันล้างก่อนกระดาษก่อน